មកជួគ្រឿងtiaសពៅជាមួយនឹងពងក្រងថែមជាមួយនឹងស្លឹកម្កាក់តិចតួចចឹងណាបងអូនមើលទៅឃើញតំណងអត់បើសិនជាបងអូនតំណងអាចធ្វើញ៉ាំបានចឹងណាហើយតាក់ទងជាមួយនឹងស្លមកជួគ្រឿងtiaនេះបើសិនជាយើងអត់ចេះជ្រើសរើសtiaអាហ្នឹងគឺស្លទៅស្វិតអត់សូវឆ្ងាញ់ទេហើយប្រាប់ពេលវេលានៅក្នុងការរងាស់យូរអញ្ចឹងtiaយើងយកtiaមេថ្មីមេកំមុំអញ្ចឹងណាបានវាឆាប់ផុយចឹងចូលមកដល់របៀបនៃការស្លវិញក៏វាងាយយើងទៅបែបសាមញ្ញចឹងណាត្បូងណាយើងដាក់ខ្លាញ់ឲ្យក្តៅដាក់ប្រហុកចូលលីងវាឲ្យឈ្ងុយសិនសឹមយើងបន្ថែមគ្រឿងបុកចូលទៅតាមបរិមាណដែលយើងត្រូវការចឹងណាហើយចំពោះគ្រឿងបុកហ្នឹងគឺយើងមានដីស្លឹកក្រូចសើចល្មៀតជាមួយនឹងខ្ទឹមសđâyនេះបន្ទាប់ពីយើងដាក់គ្រឿងហើយយើងធ្វើការបន្តការកូររំលីងគ្រឿងហ្នឹងឲ្យវាឡើងឈ្ងុយបន្ថែមទៀតសិនណាសិមយើងដាក់ជាមួយនឹងម្ទេសឆ្អើរចំពោះម្ទេសឆ្អើរវាអាស្រ័យទៅនឹងចំណង់ចំណូលចិត្តរបស់បងអូនដែរបើសិនជាចូលចិត្តក៏ដាក់បើមិនចូលចិត្តក៏មិនចាំបាច់ដាក់តែបើសិនជាយើងដាក់គឺវានឹងធ្វើឲ្យឡើងពណ៌ស្លយើងគឺវាកាត់តែមើលទៅតំណងថែមទៀតចឹងណាពេលដែលយើងលីងគ្រឿងអស់នឹងចូលគ្នាឈ្ងុយហើយសិមយើងដាក់ទាចូលចំពោះទានេះខ្ញុំងាស់មុនម្សៅហើយព្រោះដើម្បីឲ្យវាឆាប់ផុយតម្រាំយើងធ្វើគ្រឿងធ្វើអីហើយសាច់ទាចិត្តផុយល្មមចឹងពេលដែលយើងចាក់ទាចូលយើងបន្តការកូរវាឲ្យសព្វបន្តិចសិនណាអញ្ចឹងបន្ទាប់ពីយើងកូរវាឲ្យសព្វហើយគឺសូមយើងថែមជាមួយនឹងគ្រឿងឲ្យហើយមកទៅបងអូនប៊ីចេងស្ករអំបិលចំពោះគ្រឿងដែលយើងបន្ថែមកំឡុងពេលដែលយើងរំងាស់សាច់វាធ្វើឲ្យសាច់របស់យើងចូលជាតិបានល្អជាជាងការដែលយើងធ្វើស្លឆ្អិនហើយចាំយើងថែមគ្រឿងក្រោយអាហ្នឹងគឺសាច់របស់យើងអត់សូវចូលជាតិទេអញ្ចឹងបន្ទាប់ពីយើងដាក់គ្រឿងទាំងអស់សព្វមកចូលហើយយើងកូរវាឲ្យសព្វបន្តិចចាំយើងថែមទឹកបន្តិចចូលណាព្រោះដើម្បីយើងបន្តធ្វើការរំងាស់វាឲ្យសាច់ទារបស់យើងផុយបានល្អសិនមុននឹងយើងដាក់ជាមួយនឹងម្ជូរចូលណាអញ្ចឹងនៅពេលដែលយើងរំងាស់គឺប្រើពេលរៀងយូរដែរចូលខ្ទង់កន្លះម៉ោងអីទៅបន្ទាប់ពីរំងាស់សាច់យើងផុយហើយសូមយើងដាក់ជាមួយនឹងពងក្រងចូលចំពោះក្រងនេះខ្ញុំទិញឲ្យបានមេទេបានតែពងអញ្ចឹងវាអត់សូវជូរទេនៅពេលដែលស្លខ្ញុំបន្ថែមជាមួយនឹងស្លឹកម្កាក់ថែមទៀតអញ្ចឹងណាហើយចំពោះម្ជូរផងដែរយើងគួរតែបន្ថែមក្រោយពេលដែលយើងដាក់បន្លែព្រោះថាបើសិនជាយើងដាក់ម្ជូរមុនបន្លែវាធ្វើឲ្យបន្លែរបស់យើងអត់ផុយនេះបើសិនជាយើងត្រូវការបន្លែយើងឲ្យផុយបន្តិចតែបើអ្នកដែលចូលចិត្តបន្លែអត់សូវផុយយើងអាចដាក់ម្ជូរមុនអញ្ចឹងពេលដាក់បន្លែដាក់អីហើយខ្ញុំងាស់ឲ្យបន្លែយើងត្រឹមតែមកពុះផុយសម្ដាក់ជាមួយនឹងស្លឹកម្កាក់ចូលដាក់ស្លឹកម្កាក់យើងភ្លក់មើលថែមថយគ្រឿងទៅតាមនឹងទៅស្ទើរជូរស្ទើរអីយើងថែមទៅតាមចំណង់ចំណូលចិត្តរបស់យើងណាប៉ុន្តែស្លម្ជូរគ្រឿងទេសនេះបើយើងប្រើរសជាតិឲ្យរៀងដិតតិចទៅវាឆ្ងាញ់អញ្ចឹងណាហើយម្យ៉ាងវិញទៀតចំពោះទារបស់យើងមិនរំងាស់ឲ្យវាផុយខ្លាំងពេកទេរំងាស់មកល្មមផុយល្មមទៅទើបញ៉ាំទៅវាឆ្ងាញ់កាលណាផុយពេកវាបាត់បង់រសជាតិវិញហើយគឺវាលែងសូវឆ្ងាញ់ហើយអញ្ចឹងអានេះស្លហើយបងអូនសម្រាប់អាហារពេលល្ងាចថ្ងៃហ្នឹងគឺមានតែស្លនឹងមួយមុខទេដោយសារតែអត់មានពេលវេលានៅក្នុងការធ្វើរវល់ខ្លាំងពេកអញ្ចឹងធ្វើតាមមួយមុខក៏ឆ្លៀតថតវីដេអូចែកជូនបងអូនមើលបន្ថែមទៀត